ចាត់ឡាយសម្រាប់ព័ត៌មានជាបន្តតាក់ទងទៅនឹងអ្នកវិនិយោគបរទេសបានចាប់ផ្ដើមយកទីផ្សារởកម្ពុជាដើម្បីលក់ខុនដូរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាខណៈដែលវិស័យខុនដូនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះឃើញថាមានការរីកចម្រើនយ៉ាងខ្លាំងផងដែរលោក Alex Penn ជំនួយការអគ្គនាយកនៃក្រុមហ៊ុន Zoyon Iskan AO បានថ្លែងប្រាប់ទៅដល់ក្រុមវិសាព័ត៌មាននៅក្នុងសន្និសីទកាសែននាព្រឹកថ្ងៃទី29មិថុនានេះថាលោករំពឹងថានឹងអាចលក់ខុនដូចន្លោះពី5ទៅ10យូនីតនៅកម្ពុជាដោយសារតែប្រទេសនេះមានអ្នកវិនិយោគបរទេសចូលមកច្រើនពិសេសកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំលោកបានបន្តថាគម្រោងខុនដូដែលលោកយកមកលក់នៅកម្ពុជាមានឈ្មោះថា Paradise Nova ដែលមានទីតាំងនៅខេត្ត Johor Bahru ស្ថិតនៅជាប់ព្រំប្រទល់ប្រទេសសិង្ហបុរីគម្រោងនេះនឹងបញ្ចប់នៅចុងឆ្នាំ2017ខាងមុខគម្រោងខុនដូដែលមានកម្ពស់35ជាន់ចំនួន2អគារដែលរហូតមកទល់នឹងពេលនេះការសាងសង់បានសម្រេចដល់ជាន់ទី25រួចហើយគម្រោងខុនដូនេះលក់ក្នុងតម្លៃជាង$17,000ឡើងទៅអាស្រ័យលើទំហំផ្ទះនិងចំនួនបន្ទប់នៃលំនៅឋាននីមួយៗក្នុងអគារនេះគម្រោងនេះគឺបានបោះទុនវិនិយោគរហូតដល់ទៅ$800លានសហរដ្ឋអាមេរិកលោក Alex Penn បានបន្តទៀតថាគម្រោងនេះស្ថិតនៅតំបន់ពាណិជ្ជកម្មដែលមានមន្ទីរពេទ្យសាលារៀនលំដាប់អន្តរជាតិផ្សារទំនើបធនាគារភោជនីយដ្ឋានជាដើមដែលផ្ដល់ឲ្យអ្នករស់នៅមានភាពងាយស្រួលក្នុងការស្វែងរកសេវាកម្មនានាសម្រាប់ជីវភាពរបស់ខ្លួននៅទីនេះដែលមានកម្រិតនៃការចំណាយប្រចាំខែឬក៏ប្រចាំឆ្នាំមានភាពប្រហាក់ប្រហែលទៅនឹងប្រទេសសិង្ហបុរីផងដែរលោកបានបន្តទៀតថាតាមច្បាប់របស់ប្រទេសម៉ាឡេស៊ីជនបរទេសអាចមានសិទ្ធិកាន់កាប់លំនៅឋានចាប់ពីជាន់ទី1ឡើងទៅបើសិនជាទិញតម្លៃចាប់ពី$40,000ឡើងទៅសម្រាប់ទីក្រុងកូឡាឡាំពួរប៉ុន្តែសម្រាប់ខេត្ត Johor Bahru គឺមិនទាន់កំណត់នោះទេគឺមានន័យថាជនបរទេសអាចទិញកាន់កាប់អចលនទ្រព្យបានបើពួកគេទិញខុនដូនៅក្នុងខេត្តមួយនេះលោកគឹមហៀងប្រធានសមាគមអ្នកវិតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថាគម្រោងខុនដូមកពីប្រទេសសិង្ហបុរីម៉ាឡេស៊ីអូស្ត្រាលីនិងប្រទេសឥណ្ឌាមួយចំនួនមកលក់នៅកម្ពុជាប៉ុន្តែអ្នកមកប្រកាសលក់ហាក់ដូចជាគ្មានឆន្ទៈច្បាស់លាស់ហេតុនេះទើបបានជាគម្រោងមួយចំនួនរួចហើយបន្ទាប់ពីប្រកាសលក់បានស្ងាត់ទៅវិញដោយមិនដឹងថាលក់ដាច់ឬក៏មិនដាច់នោះឡើយលោកបានបន្តថាប្រជាពលរដ្ឋខ្មែរភាគច្រើនមិនទាន់ចាប់អារម្មណ៍នឹងទិញខុនដូនៅបរទេសឡើយខណៈដែលការទិញខុនដូនៅក្នុងស្រុងកំពុងតែមានសភាពស្ងប់ស្ងាត់ហើយគម្រោងថ្មីក៏មិនសូវមាននោះដែរលោកបានបន្តទៀតថាកាលពីឆ្នាំ2015មួយអាទិត្យប្រកាសគម្រោងថ្មីមួយប៉ុន្តែឆ្នាំ2016នេះគម្រោងខុនដូថ្មីមានតិចដោយក្នុងមួយខែមានការប្រកាសប្រហែលមួយគម្រោងប៉ុណ្ណោះ